OK អញ្ចឹងពេលដែលយើងឃើញបុរសឬក៏ស្ត្រីដែលអត់ទាន់រៀបការយើងអត់ដឹងថាពាក្យអង់គ្លេសវាគេហៅថាម៉េចទេត្រូវអត់អញ្ចឹងអាហ្នឹងយើងមានរៀនពាក្យហ្នឹងទាំងអស់គ្នាអញ្ចឹងពាក្យទី1 bachelor an unmarried man គឺជាបុរសឬក៏មនុស្សប្រុសដែលមិនទាន់រៀបការឧទាហរណ៍ពេលដែលយើងឃើញនរណាម្នាក់ដែលអត់ទាន់រៀបការអញ្ចឹងយើងហៅគាត់ថា he is a bachelor គាត់គឺជាបុរសដែលមិនទាន់រៀបការអូខេអញ្ចឹងចូលមកដល់ពាក្យទី2 spinster an unmarried woman spinster ហ្នឹងគឺសម្គាល់ទៅលើមនុស្សស្រីដែលផ្ទុយពី bachelor គឺនារីឬក៏ស្ត្រីដែលមិនទាន់រៀបការអូខេពាក្យទី3 coward a person without courage a person without courage មនុស្សដែលគ្មានភាពក្លាហានឬក៏យើងហៅជាខ្មែរថាមនុស្សកំសាកឧទាហរណ៍ថាពេលយើងឃើញនរណាម្នាក់គាត់កំសាកអត់មានភាពក្លាហាននៅក្នុងការដោះស្រាយបញ្ហាឬក៏គាត់គេចវេសពីបញ្ហាអញ្ចឹងយើងហៅគាត់ថា he is a coward អូខេអញ្ចឹងចូលមកដល់ពាក្យទី4 beggar a person who lives by asking for money or food មនុស្សដែលរស់នៅតាមរយៈការសុំជាលុយឬក៏អាហារដែលយើងហៅជាខ្មែរចំថាអ្នកសុំទានតែពាក្យចុងក្រោយ accomplice a partner in a crime ដៃគូនៅក្នុងបទឧក្រិដ្ឋឬក៏យើងហៅថាអ្នកសំគំនិតឧទាហរណ៍the robber and accomplice were caught by police ចាប្លន់ហើយនឹងអ្នកសំគំនិតហ្នឹងត្រូវបានចាប់ដោយប៉ូលីសអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀនចេះពាក្យថ្មីៗទាំង5ហ្នឹងហើយយកវាទៅប្រើប្រាស់នៅពេលដែលបញ្ចប់វីដេអូហ្នឹង Goodbye everyone